ឥឡូវយើងមកដឹងពីម៉ាស៊ីនប្រភេទម៉ាក់ជេក A5 វាពាក់ព័ន្ធជាមួយនឹងបញ្ហាកម្អោយរបស់វានេះកម្អោយវាធាក់ចុះក្រោមហើយយើងដេរមកជុលអត់ចុះជុលអត់ចុះហើយយើងឈប់ជុលអត់ចុះហើយយើងដាក់ជុលចុះតែវាអត់ចុះអញ្ចឹងដំណោះស្រាយរបស់វាយើងចូលបិទម៉ាស៊ីនសិនមកហើយបន្ទាប់មកយើងបើកភ្លើងចុចទីឲ្យជាប់ឲ្យវាលោតលេខរៀងសិនណាបន្ទាប់មកយើងទៅរកលេខ47តង់ប្រម៉ោយ47អញ្ចឹងវាលេខខុសអញ្ចឹង47យើងចុចយកលេខ360លេខស្តង់ដាររបស់វា360តោះមកយើងចុច P1 មកចុច P1 ទៀតដើម្បីដាច់ប៉ុន្តែអានេះយើងយក3ហ្នឹងគឺយើងកំដៅទៅលើតង់ប្រម៉ោយនេះតង់ប្រម៉ោយហ្នឹងណាវានៅលោតតន់ត្រូវទេដោយសារវាតង់មកចូលចុះនេះវាអត់តន់ធ្លាក់អញ្ចឹងយើងត្រូវការសេរីតង់មកចូលចុះនឹងមួយទៀតដើម្បីសេរីតង់ចូលចុះយើងចុច P ដែលមកដោយសារយើងចុចចូលកម្មវិធីភាសាយើងមិនបាច់ចាំបិទលើទៀតទេយើងចុច P ជាប់វិញមកយើងរត់ចូលទៅរកលេខ58ណាលេខ58អញ្ចឹងអាហ្នឹងស្តង់ដារមកចូលចុះរបស់វាគឺត្រឹម290ទៅ295ឬក៏300ចឹងទៅស្តង់ដារមកចូលរបស់វាគឺ300ឥឡូវយើងយក300ឥឡូវយើងយក295បានណា295ហើយចុច P មកចុច P ទៀតមកប៉ុណ្ណឹងអញ្ចឹងយើងតេស្តវាអញ្ចឹងប្រម៉ោយវាឡើងធម្មតាឡើងតាមស្តង់ដាររបស់វាទៅធម្មតាហើយដល់ពេលយើងដេរទៅគឺមកចូលវាពេលយើងឈប់មកចូលវាចុះធម្មតាណាចូលវាចុះធម្មតាហើយប្រម៉ោយវាក៏ឡើងធម្មតាដែរពេលយើងជន់កែងទៅប្រម៉ោយវាវត្តឡើងធម្មតាឡើងតាមស្តង់ដារវាវិញអញ្ចឹងនឹងជារបៀបត្រេប្រម៉ោយនឹងតង់មកចូលចុះរបស់ម៉ាស៊ីន Magic H5 នេះ Magic H5 នេះ